វីរុស COVID-19 ដែលគេទើបតែរកឃើញថ្មីៗនោះគឺវីរុស JN1 ដែលបានគេសន្និដ្ឋានថាជាវីរុសដែលឆ្លងលឿនជាងគេហើយរោគសញ្ញារបស់វានឹងស្តៀងទៅនឹងផ្តាសាយចា៎ជម្រាបសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ដែលថ្ងៃនេះដែរយើងនឹងមកស្គាល់អំពីជំងឺដែលទើបតែផ្ទុះថ្មីៗទៀតគឺវីរុស COVID-19 JN1 អញ្ចឹងបងប្អូនជំងឺ COVID-19 ថ្មីៗដែលមានឈ្មោះថា JN1 ហ្នឹងគឺត្រូវបានគេរកឃើញជាង15%នៃករណី COVID-19 នៅទូទាំងពិភពលោកដែលវីរុស COVID-19 JN នឹងដែរគឺសន្តានរបស់វា BA.2.86 និងក្រុម Omicron ហើយរោគសញ្ញារបស់វីរុសនឹងដែរគឺស្តៀងទៅនឹងរោគសញ្ញា BA.2.86 និងក្រុម Omicron នឹងដែរហើយវាមានហានិភ័យទាបនៃការវិវត្តទៅជាជំងឺធ្ងន់ពិតទៅវីរុស COVID-19 JN1 នឹងមិនមែនទើបតែរកឃើញនៅឆ្នាំ2025ថ្មីៗនោះទេគឺ COVID-19 JN1 នឹងត្រូវបានគេរកឃើញតាំងពីខែសីហាឆ្នាំ2023មកហើយវាក៏បានក្លាយទៅជាប្រភេទវីរុសមួយដែលមានការរីករាលដាលទៅច្រើនតំបន់ហើយវាបានឆ្លងទៅមនុស្សជាច្រើននៅលើពិភពលោកហើយបច្ចុប្បន្នហ្នឹង JN1 ហ្នឹងគឺវាមិនបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទ Omicron នោះទេប៉ុន្តែវាត្រូវបានតាមដានយ៉ាងជាក់លាក់ពីអង្គការសុខភាពពិភពលោកដោយសារតែវីរុស JN1 ហ្នឹងគឺវារីករាលដាលបានយ៉ាងឆាប់រហ័សហើយវាមានលក្ខណៈជាវិសាស្ត្ររបស់វាហ្នឹងគឺវាឆ្លងបានខ្ពស់ហើយឆ្លងបានលឿនក្រៅពីហ្នឹងទៀតគឺវាអាចជ្រៀតចូលដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្សហ្នឹងកាន់តែខ្លាំងដោយសារតែការផ្លាស់ប្ដូរនៅក្នុងប្រូតេអ៊ីនបង្គោលរបស់វីរុសហ្នឹងដែលពាក្យបច្ចេកទេសហៅថា mutation in the spike protein ចំពោះរោគសញ្ញាវិញជាទូទៅគឺលេចឡើងនៅចន្លោះពី2ទៅ14ថ្ងៃបន្ទាប់ពីវីរុសហ្នឹងគឺវាចូលទៅក្នុងខ្លួនរបស់យើងហើយវាអាចមានលក្ខណៈពីស្រាលទៅធ្ងន់ធ្ងរគឺវាមិនខុសគ្នាពី COVID-19 កាលពីលើកមុននោះទេហើយរោគសញ្ញាផ្សេងទៀតហ្នឹងអ្នកជំងឺគឺអាចក្តៅខ្លួនឬក៏រងាញាក់ហើយពេលខ្លះគឺអាចឈឺក្បាលហើយមានក្អកស្ងួតហើយជើងបំពង់កហៀសម្បាវហើយពេលខ្លះហ្នឹងអ្នកជំងឺគាត់ហត់ពិបាកដកដង្ហើមហើយអស់កម្លាំងក្អួតចង្អោរហើយរោគសញ្ញាបន្ទាប់ពីហ្នឹងទៀតហ្នឹងអ្នកជំងឺគឺអាចឈឺសាច់ដុំឬក៏ឈឺរាងកាយជាដើមនិយាយទៅគឺវាស្តៀងទៅនឹងផ្តាសាយធម្មតាអញ្ចឹងប៉ុន្តែទោះបីជាប្រភេទ COVID-19 JN1 ហ្នឹងគឺវាស្ថិតនៅក្នុងហានិភ័យកម្រិតទាបក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នាក៏នៅតែបន្តការប្រុងប្រយ័ត្នជានិច្ចជាពិសេសហ្នឹងចំពោះអ្នកដែលមានហានិភ័យចម្លងខ្ពស់ដូចជាអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយឬក៏ប្រព័ន្ធការពាររាងកាយខ្សោយហ្នឹងណាឬក៏អ្នកដែលមានជំងឺរ៉ាំរ៉ៃហើយអ្នកជំងឺដែលមានទងំផ្អែមហើយជំងឺលើសឈាមឬក៏ជនចាស់ជរាអីអញ្ចឹងណាឬក៏ស្ត្រីមានផ្ទៃពោះអីហ្នឹងគឺពួកគាត់ត្រូវតែមានប្រុងប្រយ័ត្នខ្ពស់ចំណុចបន្ទាប់គឺការការពារបើយោងទៅតាមការចេញផ្សាយថ្មីៗរបស់ក្រសួងសុខាភិបាលដើម្បីបង្ការកុំឲ្យយើងនឹងកើតជំងឺ COVID-19 JN1 ហ្នឹងទីមួយគឺយើងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅអនាម័យដោយលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូហើយនិងទឹកស្អាតក្នុងរយៈពេល40វិនាទីឬក៏ជាមួយអាល់កុលហ្នឹងក្នុងរយៈពេល20វិនាទីហើយបន្ទាប់មកហ្នឹងគឺយើងត្រូវពាក់ម៉ាស់នៅក្នុងករណីចាំបាច់ជាពិសេសហ្នឹងនៅពេលដែលកំពុងពាក់ម៉ាស់គឺសូមកុំយកដៃរបស់យើងហ្នឹងទៅប៉ះផ្ទៃមុខនៃម៉ាស់ឬក៏ទាញម៉ាស់ហ្នឹងដាក់ក្រោមចង្កាហើយយើងត្រូវប្ដូរម៉ាស់ថ្មីនៅពេលដែលវាសើមចំណុចបន្ទាប់គឺយើងត្រូវជៀសវាងការខាកស្ដោះពេលវាពាសកាលហើយយើងត្រូវខ្ទប់មាត់ហើយនឹងច្រមុះពេលដែលយើងក្អកឬក៏កណ្ដាស់ដោយប្រើម៉ាស់ឬក៏ប្រើផ្នត់កែងដៃឬក៏ក្រមាកន្សែងឬក៏ក្រដាសអនាម័យរួចបន្ទាប់មកគឺយើងត្រូវខ្ចប់បោះចោលនៅក្នុងធុងសំរាមដែលបិទជិតហើយចំណុចបន្ទាប់ហ្នឹងគឺយើងត្រូវជៀសវាងការចូលរួមនៅក្នុងទីប្រជុំជនឬក៏ការធ្វើដំណើរអីអញ្ចឹងណាហើយបើសិនជាយើងមានអាការៈដូចជាក្តៅខ្លួនក្អកឬក៏ពិបាកដកដង្ហើមអីហ្នឹងឬក៏មានបញ្ហាសុខភាពផ្សេងៗគឺយើងត្រូវតែទៅពិនិត្យជាមួយនឹងគ្រូពេទ្យដើម្បីព្យាបាលត្រឹមត្រូវហើយបន្ទាប់មកហ្នឹងគឺយើងត្រូវរក្សាគម្លាតសុវត្ថិភាពនៅពេលដែលយើងនៅក្បែរបុគ្គលឬក៏អ្នកដែលមានរោគសញ្ញាដូចជាផ្តាសាយអីអញ្ចឹងណាហើយចំណុចបន្ទាប់ទៀតហ្នឹងគឺយើងត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំង COVID-19 បន្ថែមដើម្បីពង្រឹងការការពារខ្លួនហើយបើសិនជាយើងមានរោគសញ្ញាដូចជាគ្រុនក្តៅក្អកឬក៏ឈឺក្បាលហៀសបោអីហ្នឹងគឺយើងត្រូវស្វែងរកពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យដើម្បីឲ្យពួកគាត់ហ្នឹងព្យាបាលត្រឹមត្រូវឬក៏យើងអាចទំនាក់ទំនងមកលេខ115ក៏បានដែរអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាពុកម៉ែបងប្អូនមានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗហើយកុំភ្លេចធ្វើការ Like Share Subscribe Channel នេះម្នាក់មួយផងដើម្បីទទួលបានវីដេអូសុខភាពថ្មីៗទៀតអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ